តើបងប្អូនក្បាលវីដេអូបងប្អូនណាខ្លះចូលចិត្តស្លតពាំងយើងណាបងប្អូនខ្ញុំចូលចិត្តបងប្អូនស្លតពាំងខ្ញុំក៏ឃើញក្បាលវីដេអូក៏ដឹងដែរបងប្អូនអើយជាតែក្តៅហុយឆ្ងាញ់ស្លខ្លួនឯងភ្លក់ណែក៏ស្លហើយដាក់មួយចានមុនគេមកបងប្អូនអើយហើយហើយដល់ឥឡូវចូលសាច់រឿងវិញនេះខ្ញុំទៅមកទៅផ្សារបងប្អូនទិញបន្លែដូចជាតាពាំងហើយនឹងបន្លែផ្ទីធម្មជាតិយើងទិញយកមកស្លបងប្អូននៅកុំជិះម៉ូតូទៅផ្ទះវិញហើយដល់ហើយបងប្អូននេះចាប់ផ្ដើមចាត់បន្លែលាងទឹកលាងអីឲ្យស្អាតនេះចាប់ផ្ដើមធ្វើវាឲ្យបងប្អូននេះចាត់ឲ្យបងប្អូនញាប់ដៃញាប់ជើងព្រោះងាយដែរម៉ោង 4 ម៉ោង 5ហើយម៉ោងហ្នឹងម៉ោងហើយបងប្អូនយើងរូបរះដាំបាយធ្វើម្ហូបហ្នឹងបងប្អូននេះខ្ញុំឥឡូវចេះធ្វើស្លតពាំងបងប្អូនមុនអត់ចេះទេឥឡូវចេះធ្វើហើយឆ្ងាញ់ទៀតបងប្អូនចង់សាកស្នាដៃខ្ញុំខមមិនមកខ្ញុំទៅលេខបងប្អូនខ្ញុំធ្វើឲ្យហូបហ្នឹងហើយនេះពងឲ្យដាក់មងទៅពាំងចោលនេះមកអមហើយនឹងបន្លែមកជ្រែងបងប្អូនមានស្លឹកកទួតមានស្លឹកម្ទេសមានផ្ទីមានស្លឹកស្អំបងប្អូនគ្រប់មុខហើយខាងនេះបងប្អូនហើយក៏គ្លៀងទៀតបងប្អូនជាក់ហ្នឹងមិនគ្លៀងចិត្តពេញពីងហើយរកគ្លៀងបងប្អូនហើយយើងក៏ឆ្អិនហើយចាប់ផ្ដើមលក់ឲ្យមានម្ទេសស្លទៅពេកអត់ចោលទេបងប្អូនគឺម្ទេសឆ្ងាញ់ណាស់បងប្អូនស្លឡើងឆ្ងាញ់បុកបងប្អូនមានមាត់ច្រើនស្លច្រើនខ្ញុំហើយភ្លក់មុនគេនឹងដាក់អស់មួយចាននឹងហើយថែមអស់បាយហើយញ៉ាំថែមបាយបងប្អូនថែមស្លនឹងមួយចានទៀតហូបលេងអរគុណច្រើនបងប្អូនដែលបានចូលទស្សនាវីដេអូរបស់ខ្ញុំអរគុណ